នៅក្នុងថ្ងៃទី15ខែសីហានេះត្រូវជាថ្ងៃរកាមីយិនឆ្នាំដែលល្អប្រសើរដែលហេនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំរោងម្សាញ់ហើយនឹងឆ្លូវចំពោះអ្នកដែលត្រូវការធាតុមាសក៏ល្អ50%ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើមុខរបរអាជីវកម្មការងារការសម្រេចចិត្តជាពិសេសទៅលើតំណែងសម្ព័ន្ធភាពមានឆ្នាំថោះធាតុឈើវ័យ52ឆ្នាំនិងថោះធាតុភ្លើងវ័យ40ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងលិចហើយនិងទិសខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លាបយើងអាចប្រើប្រាស់បាននៅទិសខាងកើតទី2 90អង្សាប៉ុន្តែហាមមានការរង្គោះរង្គើនៅក្នុងទិសនឹងចំពោះការចាប់លាបយើងអាចដោតជាគោអំបិលឬក៏យើងដុតទៀន9ដើមដុតជាទៀនក្អបឬក៏ទឹកអប់បាញ់នៅក្នុងទិសនឹងកាន់តែល្អប្រសើរម៉ោងដែលយើងធ្វើទៅល្អប្រសើរនៅក្នុងការចាប់លាបចន្លោះពីម៉ោង11ទៅម៉ោង1ថ្ងៃត្រង់ម៉ោង1ទៅម៉ោង3រសៀលនិងមួយវេនចុងក្រោយម៉ោង5ទៅម៉ោង7យប់សម្រាប់ការផ្ដាច់ឬក៏រំលាយកិច្ចសន្យាយើងឃើញថាមានភាពល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់កិច្ចការងារមួយចំនួនដែលយើងគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នទៅលើការរៀបអាពាហ៍ពិពាហ៍ផ្លាស់ប្ដូរទីលំនៅការធ្វើទីផ្សារតំណែងចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មចាប់ផ្ដើមអាជីវកម្មឬក៏ការងារថ្មីដំណើរកំសាន្តការបើកបរគួរតែមានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងថ្ងៃនេះផ្ទាល់បើយើងក៏លេខទៅមើល12 officer នៅក្នុងថ្ងៃនេះផ្ទាល់ជាថ្ងៃ remove day ឬក៏យើងហៅថាថ្ងៃផ្លាស់ប្ដូរយើងប្រើប្រាស់នៅក្នុងការលាងសោយផ្ទះឬបុគ្គលបានល្អប្រសើរចំពោះបងប្អូនដែលបានធ្វើការជាវនៅឈុតលាងសោយពីខាងខ្ញុំហើយខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះតិចមានន័យថាសេកនេះមិនមែនមានន័យថាយើងដុតទៅម្ដងនៅក្នុងការលាងសោយក្នុងម្ដងនឹងឲ្យអស់ទេមានន័យថាយើងដុតបាន6ទៅ7ដងចំពោះសេកមួយដើមនឹងបងប្អូនប្រើទៅក្នុងករណីយើងដុតយកក្លិនយកផ្សែងវាហើយលាងនៅក្នុងបរិវេណផ្ទះយើងគិតថាវាសពហើយយើងទុកលើកក្រោយយើងអាចប្រើទៀតបានចំពោះការលាងសោយនៅក្នុងថ្ងៃនេះផ្ទាល់យើងអាចធ្វើបានពេញមួយថ្ងៃកុំឲ្យហួសម៉ោង12យប់សម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អ